សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីស្វែងរកមធ្យមភាពរហ័សដូចវីដេអូមុនដែរគឺខ្ញុំមានទិន្នន័យ number 1 និង number 2 អញ្ចឹងខ្ញុំ select យកទាំងអស់បែបនេះហើយនៅកែងត្រង់ដែលខ្ញុំ select នេះគឺមានពាក្យថា quick analysis អញ្ចឹងខ្ញុំគ្រាន់តែចូលត្រង់ពាក្យថា total ហើយរើសយកពាក្យថា average ដូចគ្នាដែរបើសិនបើខ្ញុំចង់ឲ្យទិន្នធ្វើការបូកនៅមធ្យមភាព number 1 និង number 2 ចូលមកដល់កន្លែង total នេះវិញអញ្ចឹងខ្ញុំគ្រាន់តែ select មកទាំងអស់ហើយចូលត្រង់ប៊ូតុងនឹងដដែលចុចចូល total ហើយខ្ញុំ select ត្រង់នេះនៅត្រង់ពាក្យថា average អញ្ចឹងខ្ញុំនឹងទទួលបានមធ្យមភាពបែបនេះហើយ